តើអ្នកកំពុងទ្រាំជាមួយការឈឺសន្លាក់រាល់ថ្ងៃមែនទេការឈឺតិចៗដែលមិនធ្លាប់ចាប់អារម្មណ៍ឥឡូវនេះคล้ายជាការឈឺជុកចាប់ធ្ងន់ធ្ងរដែលពិបាកក្នុងការធ្វើចលនាពេលដើរមិនស្រួលឈឺជាប់សរសៃហើមដៃហើមជើងឈឺសន្លាក់ទឹកដក់ក្នុងសន្លាក់ក្តៅក្រហាយបាត់ដៃបាត់ជើងលើសជាតិអាស៊ីតទាំងនេះវាមិនមែនជារឿងតូចតាចនោះទេត្រូវតែប្រយ័ត្នព្យាបាលជាមួយនឹងឱសថធម្មជាតិហាសង្តាដែលជាអ្នកឯកទេសទៅលើបញ្ហាទាំងអស់នេះបានយ៉ាងពូកែស័ក្តិសិទ្ធិតែម្ដងគឺជាកេះឲ្យចៅគក់រាល់ងាកនឹងគក់ផងជួនផងអីផងនៅអត់បាត់ទេខ្ញុំមកប្រើឆ្នាំនេះទៅខ្ញុំជីហើយខ្ញុំបានដើររួចទៅប៉ុនទៅជៀនជេទៅវត្តទៅវានឹងបានហើយឈឺដៃឈឺជើងឈឺសរសៃឈឺឲ្យគ្រប់កន្លែងហើយដល់ពេលខ្ញុំបានប្រើអាហារសង្តាទៅខ្ញុំបានដើរធ្វើការធម្មតាបានអាហារសង្តានេះពិតជាមានគុណភាពពិសេសទៅលើបញ្ហាសន្លាក់សរសៃនិងបញ្ហាជាតិអាស៊ីតតាមរៃពុកម៉ែបងប្អូនជាប្រើចុះពិតជាមិនខុសបំណងទេហើមដៃហើមជើងចុកទៅហើយបាត់ដៃបាត់ជើងមកប្រើអាសង្តាដូចនាងខ្ញុំទៅបាត់ហើយអាសង្តានេះដល់ពេលខ្ញុំប្រើរយៈពេល3ថ្ងៃអាក្រារបស់ខ្ញុំធូរបើជាងមុនធ្វើការបានដូចមុនបានប្រើថ្នាំអាសង្តានេះទៅក៏បាត់ឈឺហើយបានលើកអាសង្តានេះបានធូរបាត់ឈឺធ្វើស្រែធ្វើភ្លឺបានអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់ដឹងចំណុចអីបន្ថែមអាចឆាតចូល page ឬមួយក៏តំណតាមលេខទូរស័ព្ទនៅខាងក្រោមនេះបានអរគុណ